miền nè mà lẽ tì miền nè nè bong pro mà nè có thà nhom nắng cứ miền nèនេះគឺមានន័យថាក្បាលរឹងជជែកមិនចេះស្ដាប់គេស្ដាប់ឯងសោះណាគឺគាត់ចង់ deal ខ្ញុំថាខ្ញុំនឹងមិនចេះស្ដាប់គេទេមិនចេះយល់តាមគេទេណាអូខេឥឡូវខ្ញុំពន្យល់ពីបងបន្តិចមនុស្សឥឡូវខ្ញុំលើកយកចម្ពោះមនុស្ស2មកនិយាយណាមនុស្សទី1គឺមនុស្សម្នាក់ហើយមនុស្សមួយទៀតគឺមិនមានអ្នកទេណាមិនមានអ្នកឡើយមនុស្សមួយទៀតណាហេតុអីបានមនុស្សម្នាក់មានអ្នកហើយមនុស្សម្នាក់ទៀតគឺមិនមានអ្នកបងថាខ្ញុំគឺមានអ្នកអញ្ចឹងខ្ញុំចាត់ទុកខ្ញុំនៅក្នុងចម្ពោះនេះនេះគឺចម្ពោះនេះអូខេឥឡូវខ្ញុំនិយាយអំពីការមិនមានអ្នកសិនដើម្បីឲ្យយល់ការមិនមានអ្នកមានន័យថាការដែលយល់ព្រមការដែលចុះញោមព្រមចុះចាញ់ព្រមដើរតាមគេថាឆ្វេងឆ្វេងគេថាស្ដាំស្ដាំរៀនសូត្រគឺសូត្រសូត្រសូត្រណាគេឲ្យធ្វើមិនគឺធ្វើអញ្ចឹងអាហ្នឹងគឺអត់មានអ្នកទេប៉ុន្តែនេះមេអ្នកនេះជាទូទៅមនុស្សដែលមានភាពមេអ្នកនេះគេហៅថាជាមនុស្សដែលមានភាពរឹងត្អឹងហេតុអ្វីបានមនុស្សនឹងមានភាពរឹងត្អឹងដោយសារតែមនុស្សនេះគឺមានហេតុផលរបស់ខ្លួនណាមានហេតុមានផលមានធាតុមានសមាសភាពខ្លួនឯងច្បាស់លាស់ឈរជើងដោយខ្លួនឯងរឹងមាំណាដូច្នេះហើយមិនតាមគេផ្ដេសផ្ដាទេគេជឿជាក់ដោយខ្លួនគេមានហេតុផលដោយខ្លួនគេឧបមាដូចជាពេលនេះថៃគេកំពុងតែបាញ់ខ្មែរយើងទាហានខ្មែរយើងណាគឺប្រយុទ្ធស៊ូស្លាប់នៅសមរភូមិមិនចេញពីទីតាំងជាដាច់ខាតគឺមានអ្នកណានៅចុងកភ្លើងក៏សុខចិត្តស្លាប់ដែរមិនឲ្យបាត់បង់ទឹកដីឡើយណានេះហើយគឺមានអ្នកគឺមានភាពរឹងស្អឹងឈរតតាំងមិនចុះចាញ់មិនចុះញ័រដោយសារតែគេមានមូលដ្ឋានរបស់ខ្លួនឯងច្បាស់លាស់មិនអាចចុះចាញ់ងាយងាយឲ្យបរទេសលេបយកទឹកដីយើងបានឡើយដូចគ្នាដែរខ្ញុំមានអ្នកដោយសារតែខ្ញុំមានភាពច្បាស់លាស់របស់ខ្ញុំចូលអ្នកលើកហេតុផលពន្យល់ឲ្យច្បាស់លាស់មកសមហេតុសមផលទទួលយកបានខ្ញុំនឹងឯកភាពខ្ញុំនឹងយល់ស្របប៉ុន្តែបើអ្នកអត់មានហេតុផលទេខ្ញុំត្រូវតែម្នាក់មនុស្សដែលមានម្នាក់គឺជាមនុស្សដែលមានសមត្ថភាពគឺជាមនុស្សដែលមានជំហរមានភាពជឿជាក់ដោយខ្លួនឯងមិនងាយចោះចាញ់តាមគេងាយទេមនុស្សដែលគ្មានភាពម្នាក់នេះគឺជាមនុស្សដែលមានសមត្ថភាពខ្សោយសមត្ថភាពស្ទើរណាអត់ជឿជាក់លើខ្លួនឯងទេជឿទៅលើកម្លាំងក្រៅខ្លួនហើយមនុស្សនេះគឺងាយស្ដាប់គេបំផុតឆ្វេងស្ដាំណាដូច្នេះបងថាខ្ញុំជាជំពូកម្នាក់ត្រឹមត្រូវហើយខ្ញុំគឺជាមនុស្សដែលម្នាក់ហើយក្បាលរឹងទៀតកាលពីមុនណាខ្ញុំគឺជាមនុស្សដែលមិនមានអ្នកទេស្ដាប់គេសម្បើមណាស់ស្ដាប់គេណាស់ស្ដាប់រហូតដល់ចាញ់បោកគេអស់ខោអស់អាវអស់លុយពីខ្លួនទៀតផងណាដោយសារអត់មាននេះប៉ុន្តែចាប់តាំងពីពេលនោះមកក្បាលរបស់ខ្ញុំរឹងជាងដៃថែបទៀតរឹងជាងដៃថែបនេះខ្ញុំចង់និយាយថាគំនិតរបស់ខ្ញុំរឹងមាំមកច្បាស់លាស់ណាស់មិនរឹងខ្លាំងជាងញញួរទេណាអញ្ចឹងហើយបងឯងថាខ្ញុំម្នាក់ត្រឹមត្រូវ 100% ណាទាហាននៅព្រំដែនគឺត្រូវការភាពម្នាក់តស៊ូជាមួយនឹងសត្រូវជានិច្ចមិនចុះចាញ់ឡើយនេះទៅជាជំពូកមនុស្សដែលរឹងមាំប្រទេសជាតិដែលរឹងមាំគឺត្រូវការពលរដ្ឋដែលមានភាពរឹងមាំហើយពលរដ្ឋដែលមានភាពរឹងមាំគឺជាពលរដ្ឋដែលមានក្បាលរឹងជំពូកមនុស្សម្នាក់ក្បាលរឹងដូចខ្ញុំអញ្ចឹងណាដូចខ្ញុំអញ្ចឹងជំពូកមនុស្សប្រភេទហ្នឹងគឺរឹងណាស់ណាប៉ុន្តែមិនមែនថាមិនចេះស្ដាប់គេទេគឺរឹងនៅលើអ្វីដែលគ្មានហេតុផលបើចង់ឲ្យមនុស្សជំនះស្ដាប់វិធីងាយបំផុតលើកហេតុផលពន្យល់ឲ្យត្រឹមត្រូវតាមហេតុផលនៅពេលដែលមនុស្សជំពូកនេះយល់ហើយថាអូខេហើយទៅតាមដោយខ្លួនឯងមិនចាំបាច់យកខ្សែមកថ្ពុកកទេមិនចាំបាច់យកកភ្លើងភ្ជង់ក្បាលទេ
នឹងដើរទៅដោយខ្លួនឯងឲ្យតែមានហេតុផលសមស្របមនុស្សក្បាលរឹងមនុស្សម្នាក់នេះត្រូវការតែមួយទេហេតុនិងផលណាឲ្យតែមានហេតុនិងផលគឺមនុស្សនេះនឹងទទួលយកហើយអាហ្នឹងសូមយល់ឲ្យច្បាស់បើគ្មានហេតុផលទេកុំសង្ឃឹមថាឲ្យមនុស្សម្នាក់នេះចោះចាញ់ឲ្យសោះហ្នឹងអរគុណច្រើនដែលថាខ្ញុំជាជំពូកមនុស្សក្បាលរឹងមនុស្សមានអ្នកហើយមានអ្នកមួយទៀតដែលសំខាន់នោះនេះសៀវភៅមានអ្នកខ្លាំងបំផុតខ្ញុំមានអ្នករហូតដល់12ឆ្នាំក្បាលរឹងបំផុតរហូតដល់12ឆ្នាំដើម្បីស្រាវជ្រាវអាហ្នឹងណាសុខចិត្តបោះបង់ការងាររកប្រាក់ខែចោលខ្ញុំជាអ្នកនិពន្ធភាពយន្តហើយក៏ជាអ្នកដឹកនាំផលិតភាពយន្តដែរប៉ុន្តែខ្ញុំមានអ្នកបោះបង់ការងារចោលសុខចិត្តចងក្រងសៀវភៅនឹងឡើងដើម្បីអីដើម្បីទុកជាមរតករបស់ខ្ញុំយ៉ាងហោចណាស់នៅពេលដែលខ្ញុំបាត់ពីលើលោកនេះទៅក៏ខ្ញុំនៅសល់ស្នាដៃមួយទុកឲ្យមនុស្សជំនាន់ក្រោយខ្ញុំគេថាអូនេះគឺជាស្នាដៃរបស់លោករ៉េនសុខាដែរខ្ញុំសាងមរតកសម្រាប់ខ្ញុំនៅពេលដែលខ្ញុំបាត់ទៅនេះភាពម្នះរបស់ខ្ញុំគឺអញ្ចឹងហើយបើសួរថាខ្ញុំនិពន្ធសៀវភៅនឹងដើម្បីចង់បានលក់យកលុយនឹងមែនខ្ញុំសូមបញ្ជាក់ថាបើខ្ញុំស្រឡាញ់លុយជាងឧត្តមកតេខ្ញុំអត់និពន្ធសៀវភៅទេខ្ញុំធ្វើជាអ្នកដឹកនាំផលិតភាពយន្តហើយណាប្រាក់ខែរបស់ខ្ញុំក៏ច្រើនគួរសមអាចរស់បានស្រួលទៀតណាប៉ុន្តែខ្ញុំមានឧត្តមគតិខ្ពស់ដូច្នេះហើយខ្ញុំជំនះខ្ញុំមានអ្នកឆ្លងកាត់ឧបសគ្គរាប់ពាន់ឧបសគ្គទៅបានសម្រេចនៅគោលដៅនេះដូច្នេះបងថាខ្ញុំជាមនុស្សម្នាក់ត្រឹមត្រូវលុះត្រាតែម្នាក់ទើបយើងអាចទទួលបាននៅអ្វីដែលយើងចង់បានជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅវីដេអូក្រោយបន្តទៀតហើយកុំភ្លេចជាវសភៅអរិយប្រទេសនេះផង